នៅជាក្រុងមួយមានផ្ទះវិឡាតូចមួយគួរឲ្យស្រឡាញ់មួយខ្នងដែលមានសួនផ្កាពណ៌ស្រស់ឆើតឆាយផ្ទះនោះជាផ្ទះរបស់ស្រីអនក្រមុំរូបស្រស់មានស្នាមញញឹមផ្អែមល្ហែមនិងមានជាទីសប្បុរសប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកជិតខាងនិងមនុស្សម្នាឆ្លងកាត់ទីនោះមានតែការរារែកចិត្តមិនហ៊ានចូលទៅជិតផ្ទះនាងគឺដោយសារតែផ្ទះរបស់ស្រីអនមានចិញ្ចឹមមិត្តសម្លាញ់ជើង4មួយក្បាលវាជាឆ្កែពូជធំរួមខ្មៅរលោងឈ្មោះថាអាហ្វៀលដែលល្បីខាងកាចសាហាវនិងមិនចេះរាក់ទាក់ជាមួយអ្នកចម្លែកមុខតតែសោះឲ្យតែមានអ្នកដើរកាត់របងផ្ទះវាតែងតែព្រុសវាប្រហារនិងបង្ហាញចង្កូមដ៏មុតស្រួយរបស់វាភ្លាមថ្ងៃមួយមេឃស្រឡះល្អអាសង្ហាកំឡោះសង្ហារូបរាងខ្ពស់ស្រឡះនិងជាបុគ្គលិកក្រុមហ៊ុនម្នាក់ទើបតែបដូរមកស្នាក់នៅផ្ទះជួលក្បែរនោះបានដើរកាត់មុខផ្ទះស្រីអនក្នុងគោលបំណងទៅទិញអីវ៉ាន់នៅផ្សារខាងមុខអាសង្ហាដើរបណ្ដើរស្ដាប់តន្ត្រីបណ្ដើរយ៉ាងសប្បាយរីករាយដោយមិនបានចាប់អារម្មណ៍នឹងសញ្ញាព្រមានអ្វីទាំងអស់ស្រាប់តែមានសំឡេងព្រុសយ៉ាងខ្លាំងនិងកាយសាហាវមួយបានបន្លឺឡើងធ្វើឲ្យអាសង្ហាភ្ញាក់ព្រឺតដកកាសចេញពីត្រចៀកទាំងក្តីស្លន់ស្លោលុះងាកទៅមើលស្រាប់តែឃើញអាហ្វៀលឆ្កែខ្មៅធំកំពុងតែលោតសង្គ្រប់មកលើរបងដែកហាក់បីដូចជាចង់ហក់មកខំឲ្យខានតែបានអូយម៉ែថ្លៃអើយឆ្កែមកពីណាធំម្លេះអាសង្ហាភ័យលោតកញ្ជ្រោលស្ទើរតែលេចនោមដាក់ខោខ្លួនប្រាណឡើងញ័រតត្រើកព្រោះអាសង្ហាជាមនុស្សដែលខ្លាចឆ្កែតាំងពីតូចមកម្លេះអាសង្ហាមិនត្រឹមតែឈរថ្មឹងមិនហ៊ានដើរទៅមុខហើយក៏មិនហ៊ានថយក្រោយដែរចំពេលដែលអាសង្ហាកំពុងតែភ័យស្លន់ស្លោស្រាប់តែទ្វាររបងផ្ទះបានបើកឡើងស្រីអនបានដើរចេញមកយ៉ាងឆាប់រហ័សក្នុងដៃមានកាន់ខ្សែចងនាងស្រែកឃាត់សាច់ចិញ្ចឹមរបស់នាងថាអាហ្វៀលឈប់ភ្លាមចូលទៅក្នុងវិញភ្លាមគ្រាន់តែឮសំឡេងម្ចាស់ភ្លាមអាហ្វៀលដែលកំពុងតែកាយសាហាវប្រែជាបកកន្ទុយធ្វើមុខស្ងួតរួចដើរទៅក្រាបក្បែរស្បែកជើងស្រីអនយ៉ាងស្លូតបូតហាក់បីដូចជាសត្វជាមិនចឹងស្រីអនងាកមកមើលអាសង្ហាដែលកំពុងតែឈរថ្មឹងមុខឡើងស្លេកស្លាំងនាងញញឹមដោយក្តីគួរសមនិងមានចិត្តអាណិតរួចនិយាយទៅកាន់គេថាសុំទោសផងបងវាគ្រាន់តែព្រុសការពារផ្ទះអញ្ចឹងទេវាមិនខាមទេបើបងមិនធ្វើអីវាបងមិនអីទេមែនទេនៅខណៈពេលដែលស្រីអនសួរសំណួរនេះអាសង្ហាដូចជាត្រូវមន្តស្នេហ៍អ្វីមួយយ៉ាងភ្នែករបស់គេសម្លឹងចំទម្រង់មុខដ៏ស្រទន់និងស្នាមញញឹមដ៏មានមន្តស្នេហ៍និងសម្លេងដ៏ពីរោះរបស់ស្រីអនក្តីភ័យខ្លាចអំបាញ់មិញបានរលាយបាត់អស់ពីខ្លួនភ្លាមជំនួសមកវិញនៅចលនាបេះដូងដែលលួចខុសចង្វាក់ព្រោះតែការលួងស្នេហ៍ម្ចាស់ឆ្កែតាំងពីជួបគ្នាលើកដំបូងបាទខ្ញុំមិនអីទេអាសង្ហានិយាយទាំងរដាក់រដប់ដៃអេះក្បាលទាំងអៀនខ្មាស់ខ្ញុំទើបតែបដូរមកនៅផ្ទះជិតខាងនឹងបាទខ្ញុំឈ្មោះសង្ហាចាខ្ញុំឈ្មោះស្រីអនរីករាយដែលបានស្គាល់បងសង្ហាស្រីអនឆ្លើយតបទាំងស្នាមញញឹមទោះបីជាការជួបគ្នាលើកដំបូងនេះមានអាហ្វៀលជាឧបសគ្គដ៏គួរឲ្យខ្លាចក៏ដោយប៉ុន្តែសម្រាប់អាសង្ហាវាជាការចាប់ផ្ដើមនៃរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមមួយដែលគេបានបដិញ្ញាចិត្តថានឹងត្រូវតែយកឈ្នះចិត្តម្ចាស់និងយកឈ្នះចិត្តឆ្កែកាចនោះឲ្យបានបន្ទាប់ពីថ្ងៃជួបគ្នានោះមកទម្រង់មុខដ៏ស្រស់ស្អាតនិងស្នាមញញឹមផ្អែមល្ហែមរបស់ស្រីអនបានដក់ជាប់ក្នុងចិត្តរបស់អាសង្ហាជានិច្ចជារៀងរាល់ថ្ងៃឲ្យតែមានពេលទំនេរពីការងារអាសង្ហាតែងតែរកលេសដើរកាត់មុខផ្ទះស្រីអនក្នុងចិត្តសង្ឃឹមថានឹងបានឃើញនាងម្ដងទៀតប៉ុន្តែឧបសគ្គធំបំផុតរបស់គេគឺគ្មានអ្វីក្រៅពីអាហ្វៀលនោះទេឲ្យតែឃើញស្រមោលអាសង្ហាដើរមកពីចម្ងាយអាហ្វៀលតែងតែរត់មកឈរចាំនៅមាត់របងបញ្ចេញសំឡេងក្រហមក្នុងបំពង់កនិងសម្លឹងមើលគេដោយកៅភ្នែកពិឃាតហាក់ដូចជាចង់ប្រាប់ថាកុំមកចិត្តម្ចាស់យើងឲ្យសោះ
មិនបានការទេបើអញនៅតែខ្លាចអាចឆ្កែមួយក្បាលនេះជាតិនឹងច្បាស់ជាគ្មានវាសនាបានស្រីអនធ្វើជាគូគប់ឡើយអាសង្ហានិយាយប្រាប់ខ្លួនឯងទាំងដកដង្ហើមធំគេក៏សម្រេចចិត្តស្វែងរកវិធីសាស្ត្រដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយសត្វចិញ្ចឹមគេបានចូលទៅមើលវីដេអូក្នុងបណ្ដាញសង្គមស្វែងយល់ពីវិធីសាស្ត្រទាក់ទាញចិត្តឆ្កែកាចថ្ងៃបន្ទាប់អាសង្ហាបានទៅទិញប្រហិតសាច់គោដ៏ឈ្ងុយឆ្ងាញ់មួយថង់ធំរួចដើរតម្រង់ទៅផ្ទះស្រីអនទាំងបេះដូងលោតខុសចង្វាក់ពេលទៅដល់មុខរបងអាហ្វៀលក៏ស្ទុះមកព្រុសភ្លាមស៊ូអាហ្វៀលសម្លាញ់គ្នាមិនមែនជាមនុស្សអាក្រក់ទេណាអាសង្ហានិយាយទាំងសំឡេងញ័រដៃម្ខាងកាន់ថង់ប្រហិតហុចទៅជិតរបងរួចបោះប្រហិតមួយដុំចូលទៅខាងក្នុងណែហូបទៅរបស់ឆ្ងាញ់ណាស់ណាអាសម្លាញ់អាហ្វៀលឈប់ព្រុសមួយខណៈវាដើរទៅហិតប្រហិតនោះអាសង្ហាត្រេកអរក្នុងចិត្តគិតថាផែនការបានសម្រេចហើយប៉ុន្តែខុសស្រឡះអាហ្វៀលគ្រាន់តែហិតរួចក៏ងើបក្បាលឡើងសម្លឹងមុខអាសង្ហារួចប្រើជើងមុខឆ្កឹះប្រហិតនោះក្រវែងចោលហាក់ដូចជាកំពុងមើងងាយទឹកចិត្តរបស់វាអញ្ចឹងរួចវាក៏ព្រុសខ្លាំងជាងមុនទៅទៀតអូហូឆ្កែនេះអស្ចារ្យមែនមិនស៊ីសំណុកសោះអាសង្ហាភ័យផងហួសចិត្តផងស្ទើរតែរត់ត្រឡប់ក្រោយចំពេលនោះទ្វារផ្ទះក៏របើកឡើងស្រីអនដើរចេញមកទាំងសើចតិចព្រោះនាងបានឃើញសកម្មភាពរបស់អាសង្ហាតាំងពីដំបូងមកម្ល៉េះបងសង្ហាកំពុងធ្វើអីនឹងចាអាហ្វៀលវាមិនចេះស៊ីចំណីពីអ្នកដតីប្លែកមុខទេស្រីអននិយាយទាំងទឹកមុខញញឹមស្រស់ស្រាយអាសង្ហាអៀនឡើងក្រហមមុខនិយាយទាំងអេះក្បាលបាទគឺខ្ញុំឃើញវាហាក់ដូចជាមិនសូវចូលចិត្តខ្ញុំសោះក៏ចង់យកចិត្តវាបន្តិចទៅតែដូចជាមិនជោគជ័យសោះកញ្ញាអនអើយស្រីអនដើរមកបើកទ្វាររបងរួចអោនទៅអង្អែលក្បាលអាហ្វៀលតិចនាងងើបមុខមកនិយាយទៅកាន់អាសង្ហាដោយចិត្តសប្បុរសថាមកពីបងបង្ហាញភាពភ័យខ្លាចទៅកាន់វានឹងណាសត្វឆ្កែវាដឹងថាយើងខ្លាចវាកាន់តែធ្វើបាបយើងបើបងចង់ឲ្យវាស៊ាំត្រូវឧស្សាហ៍មកលេងហើយក៏បង្ហាញពីក្តីបារម្ភអីបើបងមិនរវល់ទេចូលមកអង្គុយលេងក្នុងសួនសិនមកចាំខ្ញុំណែនាំបងឲ្យវាបានស្គាល់ច្បាស់ការអញ្ជើញរបស់ស្រីអនធ្វើឲ្យអាសង្ហាភ្លឺភ្នែកព្រឺតនេះជាឱកាសមាសដ៏កម្រទោះជាត្រូវប្រឈមមុខនឹងអាហ្វៀលក្នុងចម្ងាយចិត្តក៏ដោយក៏គេត្រូវតែប្រថុយដែរដើម្បីបាននៅក្បែរស្រីអនដួងចិត្តបាទអរគុណច្រើនស្រីអនខ្ញុំមិនរវល់អីទេអាសង្ហាឆ្លើយយ៉ាងលឿនរួចដើរចូលតាមទ្វាររបងទាំងចិត្តភ័យអរដោយមានខ្សែភ្នែកដ៏មុតស្រួចរបស់អាហ្វៀលតាមសម្លឹងមើលគ្រប់ជំហានអាសង្ហាដើរចូលមកក្នុងសួនច្បារដ៏មានសណ្ដាប់ធ្នាប់របស់ស្រីអនទាំងអារម្មណ៍បុកបោះភឹបគ្រប់ជំហានដែលគេបោះទៅមុខអាហ្វៀលតែងតែដើរតាមពីក្រោយខ្នងជាប់ជានិច្ចហាក់បីដូចជាប៉ូលីសកំពុងតាមឃ្លាំមើលជនសង្ស័យអញ្ចឹងបងសង្ហាអញ្ជើញអង្គុយលេងនៅតុថ្មម៉ាបនេះសិនមកចាចាំខ្ញុំទៅដងទឹកធ្វើកាហ្វេជូនស្រីអននិយាយទាំងញញឹមរួចដើរចូលទៅក្នុងផ្ទះបន្សល់ទុកឲ្យអាសង្ហានៅប្រឈមមុខជាមួយនឹងអាហ្វៀលតែពីរនាក់គ្រាន់តែម្ចាស់ដើរចេញផុតភ្លាមអាហ្វៀលក៏ដើរមកឈរចំពីមុខអាសង្ហាវាដាក់គូតអង្គុយចុះសម្លឹងមើលមុខគេមិនដាក់ភ្នែករួចបញ្ចេញសំឡេងក្រហមតិចអាសង្ហាអង្គុយលើបង់ថ្មម៉ាបទាំងរឹងខ្លួនកំព្រឹសមិនហ៊ានសូម្បីតែដកដង្ហើមធំឬក៏ក្រាកឡើយគេព្យាយាមធ្វើចិត្តឲ្យក្លាហានតាមដែលស្រីអនប្រាប់ដោយសម្លឹងមើលទៅមុខត្រង់ហើយនិយាយខ្សឹបជាមួយវាថាអាហ្វៀលសម្លាញ់គ្នាស្បត់ថាគ្នាគ្មានបំណងអាក្រក់ជាមួយម្ចាស់ឯងទេគឺមានតែបំណងល្អខ្លាំងមែនទែនណាអាសម្លាញ់ឯងជួយបើកផ្លូវឲ្យគ្នាផងទៅមើលចុះសង្ហាដូចគ្នាគួរតែយល់ចិត្តគ្នាហើយ
មិនដឹងថាអាហ្វៀលវាស្ដាប់យល់ឬក៏វាធុញទ្រាន់នឹងការរអ៊ូរបស់អសង្ហាទេវាគ្រាន់តែក្រវីក្បាលរួចក៏ដើរទៅក្រាបនៅក្រោមដើមឈើក្បែរនោះធ្វើមិនដឹងខ្លួនអសង្ហាដកដង្ហើមធំសង្គ្រាមចិត្តសាស្ត្រលើកទី1ហាក់ដូចជាមិនសូវអាក្រក់ពេកទេបន្តិចក្រោយមកស្រីអនបានដើរចេញមកវិញជាមួយនឹងថាសដែលមានកែវកាហ្វេទឹកដោះគោទឹកកកដ៏ឈ្ងុយឆ្ងាញ់និងនំផ្អែមៗខ្លះនាងដាក់កែវកាហ្វេជូនអសង្ហារួចអង្គុយចុះនៅទល់មុខគេសុំទោសផងបងសង្ហាដែលឲ្យចាំយូរយ៉ាងម៉េចហើយអាហ្វៀលវាធ្វើបាបបងមែនទេស្រីអនសួរទាំងលួចសើចតិចៗព្រោះនាងឃើញទឹកមុខរបស់អសង្ហានៅសល់ភាពសន់ស្លោបន្តិចបន្តួចបាទមិនអីទេស្រីអនមើលទៅវាហាក់ដូចជាចាប់ផ្ដើមយល់ពីចិត្តដ៏ស្មោះត្រង់របស់ខ្ញុំហើយអសង្ហានិយាយទាំងអួតបន្តិចរួចលើកកាហ្វេមកក្រេបអូហូកាហ្វេនេះឈ្ងុយឆ្ងាញ់ហើយផ្អែមខ្លាំងណាស់ស្រីអនពូកែធ្វើមែនទែនបងសង្ហានិយាយលើហើយស្រីអនអៀនប្រកបទៅដោយមន្តស្នេហ៍មុខឡើងក្រហមព្រឿងនៅក្នុងជំនួបនោះអ្នកទាំងពីរបានជជែកគ្នាយ៉ាងរីករាយពីនេះពីនោះអសង្ហាបានដឹងច្បាស់ថាស្រីអនរស់នៅក្នុងផ្ទះនេះម្នាក់ឯងចំណែកឪពុកម្ដាយរបស់នាងរស់នៅឯខេត្តឯណោះហេតុដែលនាំឲ្យនាងចិញ្ចឹមអាហ្វៀលដើម្បីជួយមើលថែផ្ទះនិងធ្វើជាមិត្តកំដរនៅពេលអបសងការជជែកគ្នាដ៏មានន័យនេះធ្វើឲ្យអ្នកទាំងពីរកាន់តែមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើងអសង្ហាជាមនុស្សពូកែនិយាយរឿងកំ pl ែងធ្វើឲ្យសួនច្បារដែលធ្លាប់តែស្ងប់ស្ងាត់ប្រែជាមានសំឡេងសើចក្អាកក្អាយរបស់ស្រីអនភាយឡើងរីឯអាហ្វៀលវិញវាក្រាបមើលអ្នកទាំងពីរពីចម្ងាយត្រចៀករបស់វាទាំងពីรงើបឡើងត្រង់ហាក់ដូចជាកំពុងលួចស្ដាប់រឿងរ៉ាវស្នេហាដែលកំពុងតែចាប់ផ្ដើមបដិសន្ធិឡើងនៅក្នុងសួនច្បារនេះអញ្ចឹងមុននឹងលាត្រឡប់ទៅផ្ទះវិញអសង្ហាបានសម្លឹងមើលស្រីអនដោយកែវភ្នែកស្រទន់រួចពោលពាក្យសម្ដីយ៉ាងផ្អែមល្ហែមថាថ្ងៃនេះអរគុណស្រីអនខ្លាំងណាស់សម្រាប់កាហ្វេដ៏ផ្អែមមួយកែវនេះបើមិនយល់ទាស់ទេថ្ងៃក្រោយខ្ញុំសុំមកលេងនិងមកផឹកកាហ្វេថ្វីដៃស្រីអនទៀតបានទេស្រីអនអោនមុខចុះទាំងអៀនខ្មាស់មុននឹងងើបមកឆ្លើយតិចៗថាចាបានតើបងសង្ហាផ្ទះខ្ញុំស្វាគមន៍ជានិច្ចសំខាន់ឲ្យតែបងមិនខ្លាចអាហ្វៀលអសង្ហាញញឹមបិទមាត់មិនចិត្តគេដើរចេញពីផ្ទះស្រីអនទាំងអារម្មណ៍ហោះហើរលើអាកាសប៉ុន្តែគេមិនបានដឹងទេថាក្តីស្រឡាញ់ដែលកំពុងតែរីកដុះដាលនេះចិត្តត្រូវប្រឈមមុខនឹងការសាកល្បងដ៏ធំមួយនៅវគ្គបន្ទាប់ពីជំនួបដ៏ផ្អែមល្ហែមថ្ងៃនោះមកទំនាក់ទំនងរវាងអសង្ហានិងស្រីអនកាន់តែខិតជិតទ្វេដងអសង្ហាតែងតែរកលេសទិញចំណីអាហារប្លែកៗយកមកផ្ញើស្រីអនផងនិងមិនភ្លេចទិញរបស់លេងសម្រាប់សត្វឆ្កែមកផ្ញើអាហ្វៀលផងដែរទោះបីជាអាហ្វៀលនៅតែធ្វើរឹកឆ្មើងឆ្មៃមិនសូវរាក់ទាក់ប៉ុន្តែវាក៏លែងព្រុសឡូឡាដាក់គេដូចមុនទៀតហើយវាព្រមឲ្យអសង្ហាដើរចូលក្នុងផ្ទះដោយសន្តិវិធីល្ងាចថ្ងៃសៅរ៍មួយមេឃអាប់អួរបំរុងនឹងបង្អុរភ្លៀងចុះមកស្រីអនកំពុងតែមមាញឹកក្នុងការប្រមូលខោអាវដែលហាលនៅខាងក្រៅស្រាប់តែមានរឿងមិនល្អមួយនឹកស្មានមិនដល់បានកើតឡើងមានយុវជនប្លែកមុខពីរនាក់ជិះម៉ូតូឌុបគ្នាមកឈប់នៅនឹងមុខផ្ទះស្រីអនម្នាក់ក្នុងចំណោមនោះបានចុះពីលើម៉ូតូរួចធ្វើពុតជាសួររកផ្លូវដើម្បីបន្លំភ្នែកប៉ុន្តែនៅពេលដែលឃើញស្រីអននៅម្នាក់ឯងហើយទ្វាររបស់មិនបានចាក់សោជននោះក៏ស្ទុះចូលមករួចទាញទូរស័ព្ទដៃតម្លៃថ្លៃដែលស្រីអនកំពុងតែកាន់នៅក្នុងដៃយ៉ាងលឿនសំឡេងស្រែកឡើងជួយផងចោលឆក់ទូរស័ព្ទខ្ញុំហើយស្រីអនស្រែកឡើងទាំងក្តីស្លន់ស្លោគ្រាន់តែឮសំឡេងម្ចាស់ស្រែកភ្លាមអាហ្វៀលដែលដេកនៅក្នុងផ្ទះក៏ស្ទុះរត់ចេញមកក្រៅដូចជាព្រួញបញ្ចេញសំឡេងព្រុសយ៉ាងកាចសាហាវលោតសំដៅទៅរកចោរម្នាក់នោះចោរនោះភ័យស្លន់ស្លោពេកក៏ដកកាំបិតខ្លីមួយចេញពីចង្កេះបំរុងនឹងចាក់អាហ្វៀលដើម្បីបើកផ្លូវរត់ចំជាពេលនោះ
អាសង្ហាដែលកំពុងតែដើរមកលេងផ្ទះស្រីអនបានឃើញហេតុការណ៍ចោរកម្មនេះនិងឃើញចោរកំពុងតែលើកកាំបិតបំរុងនឹងចាក់សត្វចិញ្ចឹមរបស់ស្រីអនក្នុងចិត្តរបស់អាសង្ហានៅខណៈនោះគឺលែងស្គាល់ពាក្យថាខ្លាចទៀតហើយគេមិនចង់ឃើញស្រីអនយំហើយក៏មិនចង់ឃើញអាហ្វៀលត្រូវរងរបួសដែរអាហ្វៀលប្រយ័ត្នអាសង្ហាស្រែកឡើងរួចស្ទុះទៅធាក់ចោលម្នាក់នោះមួយជើងពេញទំហឹងធ្វើឲ្យវាដួលខ្ទាតកាំបិតក៏របូតចេញពីដៃទៅចោលម្នាក់ទៀតដែលនៅលើម៉ូតូឃើញស្ថានភាពមិនស្រួលនិងឮសំឡេងអ្នកជិតខាងចាប់ផ្ដើមឆោឡោឡើងក៏បើកម៉ូតូរត់ចោលមិត្តភ័ក្តិបាត់ស្រមោលទៅចំណែកឯចោលដែលដួលនៅលើដីនោះត្រូវអាហ្វៀលស្ទុះទៅខាំជើងជាប់រួមផ្សំនឹងអាសង្ហាជួយសង្កត់ពីលើធ្វើឲ្យវាមិនអាចរត់រួចរហូតដល់អ្នកជិតខាងរត់មកជួយចាប់ចងនិងខលហៅប៉ូលីសមកអន្តរាគមន៍បន្ទាប់ពីប៉ូលីសនាំខ្លួនចោលចេញទៅស្ថានភាពក៏ត្រឡប់មករកភាពស្ងប់ស្ងាត់វិញស្រីអនរត់មករកអាសង្ហាទាំងទឹកភ្នែករលីងរលោងនាងពិនិត្យមើលខ្លួនប្រាណរបស់គេទាំងក្តីបារម្ភបងសង្ហាបងមានរបួសត្រង់ណាទេហាមឃាត់ខ្លួនឯងអីក៏ដល់ថ្នាក់ហ្នឹងបើវាចាក់បងត្រូវគិតយ៉ាងម៉េចទៅអាសង្ហាញញឹមទាំងដកដង្ហើមញាប់ញ័រព្រោះទើបតែដឹងខ្លួនថាខ្លួនឯងទើបតែឆ្លងកាត់នៅរឿងរ៉ាវគ្រោះថ្នាក់បងមិនអីទេស្រីអនឲ្យតែអូននិងអាហ្វៀលសុវត្ថិភាពគឺបងអស់ចិត្តហើយនៅពេលនោះអ្វីដែលធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់គឺអាហ្វៀលវាដើរមកជិតអាសង្ហាយ៉ាងយឺតអាសង្ហាភ័យបន្តិចក្រែងលោវាខាំច្រឡំប៉ុន្តែអាហ្វៀលមិនបានធ្វើអីឡើយវាបើជាយកក្បាលដ៏ធំរបស់វាមកគៀកកាយនិងញីត្រដោះនឹងជើងរបស់អាសង្ហាថ្នមរួចក្រវីកន្ទុយបក់បោកយ៉ាងលឿនហាក់ដូចជាកំពុងនិយាយថាអរគុណច្រើនមិត្តសម្លាញ់ដែលបានជួយយើងនិងម្ចាស់របស់យើងស្រីអនឃើញទស្សនភាពបែបនេះក៏ញញឹមទាំងជូរទឹកភ្នែកមើលចុះបងសង្ហាអាហ្វៀលវាព្រមទទួលបងជាសមាជិកគ្រួសារនិងជាវីរបុរសរបស់វាហើយអាសង្ហាអោនចុះទៅអង្អែលក្បាលអាហ្វៀលជាលើកដំបូងដោយគ្មានភាពភ័យខ្លាចអ្វីទៀតឡើយស្នាមញញឹមរបស់បុរសម្នាក់ដែលឈ្នះទាំងចិត្តឆ្កែកាយនិងឈ្នះទាំងបេះដូងម្ចាស់បានរីកដុះដាលឡើងយ៉ាងស្រស់ត្រកាលនៅកណ្ដាលដំណក់ទឹកភ្លៀងដែលចាប់ផ្ដើមស្រកចុះមកបន្ទាប់ពីព្រឹត្តិការណ៍វីរបុរសជួយសង្គ្រោះក្នុងថ្ងៃនោះមកជីវិតរបស់អាសង្ហាបានផ្លាស់ប្ដូរទាំងស្រុងលែងមានទៀតហើយភាពខ្លាចពេលដែលដើរកាត់ផ្ទះស្រីអនព្រោះពេលនេះអាហ្វៀលដែលធ្លាប់ថាល្បីថាជាឆ្កែកាយសាហាវបានប្រែខ្លួនជាមិត្តសម្លាញ់ដ៏ស្មោះត្រង់របស់វាបាត់ទៅហើយឲ្យតែឃើញអាសង្ហាដើរមកពីចម្ងាយវានឹងរត់មកចាំទទួលនៅមាត់ទ្វាររបងក្រវីកន្ទុយបក់បោកចុះឡើងនិងបញ្ចេញសំឡេងព្រុសតិចហាក់ដូចជារំភើបនឹងវាខ្លាំងណាស់ថ្ងៃមួយជាថ្ងៃសម្រាកចុងសប្តាហ៍ស្រីអនមានធុរៈត្រូវទៅជួយការងារឪពុកម្ដាយនៅឯស្រុកកំណើតរយៈពេល2ថ្ងៃនាងបារម្ភពីអាហ្វៀលខ្លាំងណាស់ព្រោះមិនដឹងថាត្រូវទុកវាឲ្យនៅជាមួយអ្នកណាព្រោះទោះបីជាវាស្លូតជាមួយនឹងអាសង្ហាតែវានៅតែកាយដាក់អ្នកដទៃដដែលដឹងពីកង្វល់របស់ស្រីក្នុងដួងចិត្តអាសង្ហាក៏ស្ម័គ្រចិត្តភ្លាមស្រីអនកុំបារម្ភអីទុកអាហ្វៀលឲ្យបងជួយមើលថែចោះបងនឹងផ្ដល់ចំណីនិងនាំវាដើរលេងជារៀងរាល់ថ្ងៃអូនទៅស្រុកឲ្យបានសេចក្តីសុខសាន្តចុះណាស្រីអនរំភើបចិត្តជាខ្លាំងនាងហុចសោផ្ទះនិងប្រាប់ពីទម្លាប់ស៊ីចុករបស់អាហ្វៀលទៅកាន់អាសង្ហាទាំងស្នាមញញឹមចាអរគុណបងសង្ហាខ្លាំងណាស់បើគ្មានបងទេខ្ញុំពិតជាមិនដឹងធ្វើយ៉ាងម៉េចឡើយក្នុងកំឡុងពេល2ថ្ងៃដែលស្រីអនមិននៅផ្ទះអាសង្ហាបានបំពេញតួនាទីជាអ្នកថែរក្សាដ៏ល្អបំផុតគេមកផ្ដល់អាហារឲ្យអាហ្វៀលតាមម៉ោងផ្ទៀងទាត់លេងល្បែងបោះបាល់ជាមួយវានិងថែមទាំងនាំវាដើរហាត់ប្រាណនៅសួនច្បារសាធារណៈក្បែរនោះទៀតផងអ្នកជិតខាងដែលធ្លាប់តែខ្លាចអាហ្វៀលនាំគ្នាប្លែកចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញឆ្កែកាចមួយក្បាលនេះ
ដើរតាមអាសង្ហាយ៉ាងស្លូតបូតដូចជាកូនឆ្មានៅពេលល្ងាចបន្ទាប់ពីហត់នឿយនឹងការរត់លេងអាសង្ហានិយាយជាមួយអាហ្វីលថាអាហ្វីលឯងនឹកម្ចាស់ឯងទេគ្នានឹកនាងណាស់បើឯងនឹកនាងដូចគ្នាយើងមកថតរូបផ្ញើទៅឲ្យនាងមើលទៅអាហ្វីលហាក់ដូចជាស្ដាប់យល់វាដើរមកអង្គុយក្បែរអាសង្ហារួចងើយក្បាលធ្វើមុខគួរឲ្យស្រឡាញ់ដាក់កាមេរ៉ាទូរស័ព្ទអាសង្ហាបានថតរូប selfie មួយសន្លឹកយ៉ាងស្អាតដែលរូបនោះបង្ហាញពីទិដ្ឋភាពស្និទ្ធស្នាលរវាងគេនិងអាហ្វីលរួចផ្ញើទៅកាន់ស្រីអនព្រមទាំងភ្ជាប់ជាមួយនឹងខ្លឹមសារមួយនិយាយថាអាហ្វីលនិងអ្នកមើលថែវាសុខសប្បាយជាធម្មតាទេប៉ុន្តែពួកយើងទាំងពីរនាក់ហាក់ដូចជានឹកម្ចាស់ផ្ទះខ្លាំងណាស់តើពេលណាទើបអូនត្រឡប់មកវិញនៅឯស្រុកកំណើតស្រីអនដែលកំពុងតែនឿយហត់នឹងការងារគ្រាន់តែឃើញរូបភាពនិងបានអានសារនោះភ្លាមនាងក៏លេចស្នាមញញឹមយ៉ាងផ្អែមល្ហែមលើផ្ទៃមុខបេះដូងរបស់នាងលូតញាប់ខុសធម្មតាក្តីនឹករលឹកចំពោះផ្ទះនិងការនឹករលឹកចំពោះអ្នកមើលថែម្នាក់នោះបានហក់ឡើងខ្ពស់ត្រដែតនាងដឹងច្បាស់ក្នុងចិត្តខ្លួនឯងហើយថាពេលនេះបេះដូងរបស់នាងមិនមែនមានតែសត្វចិញ្ចឹមមួយក្បាលនេះទេគឺមានបុរសម្នាក់ឈ្មោះសង្ហាចូលមកក្តាប់ក្តាប់បាត់ទៅហើយនាងបានតបសារទៅវិញខ្លីៗតែមានអត្ថន័យជ្រាលជ្រៅថាចាស្អែកល្ងាចខ្ញុំទៅដល់ផ្ទះវិញហើយចាំខ្ញុំមានកាដូពិសេសពីស្រុកស្រែផ្ញើជូនបងនិងអាហ្វីលណាការរងចាំថ្ងៃស្អែកត្រឡប់មកវិញរបស់ស្រីអនបានធ្វើឲ្យយប់នោះទាំងអាសង្ហានិងអាហ្វីលដេកយល់សប្តិឃើញរឿងសប្បាយៗដូចគ្នាចំណងស្នេហ៍ដែលធ្លាប់តែមានរបងដែកនិងឆ្កែកាយរារាំងពេលនេះបានคล้ายទៅជាស្ពានមាសតភ្ជាប់បេះដូងមនុស្សពីរនាក់ឲ្យកាន់តែស្និទ្ធស្នាលជាងមុនល្ងាចថ្ងៃបន្ទាប់ឡានក្រុងដែលដឹកស្រីអនបានមកដល់ផ្ទះជាក្រុងវិញដោយសុវត្ថិភាពគ្រាន់តែចុះពីលើឡានភ្លាមនាងប្រញាប់ជិះម៉ូតូឌុបសម្ដៅមកផ្ទះទាំងចិត្តអន្ទះសានៅពេលមកដល់មុខរបងផ្ទះនាងឃើញទិដ្ឋភាពមួយដ៏គួរឲ្យកក់ក្ដៅបំផុតនោះគឺអាសង្ហាកំពុងតែអង្គុយលេងហ្គីតានិងច្រៀងចម្រៀងតិចៗនៅក្នុងសួនច្បារដោយមានអាហ្វីលក្រាបក្បែរជើងព្រមទាំងក្រវីកន្ទុយតិចៗតាមចង្វាក់ភ្លេងអាហ្វីលងាកក្បាលទៅឃើញម្ចាស់មុនគេវាស្ទុះទៅរត់រកទ្វាររបងទាំងត្រេកអរអាសង្ហាដាក់ហ្គីតាចុះរួចប្រញាប់ដើរមកបើកទ្វារជូនស្រីអនអូនមកវិញហើយស្រីអនធ្វើដំណើរហត់ទេគេសួរនាំទាំងទឹកមុខពោពេញទៅដោយក្តីនឹករលឹកចាមិនសូវហត់ទេបងមើលចុះអាហ្វីលវាមិននឹកខ្ញុំសោះឃើញតែនៅក្បែរបងរហូតស្រីអននិយាយលេងសើចទាំងលើកដៃអង្អែលក្បាលអាហ្វីលដែលកំពុងតែហក់លោតនាងបានហុចកន្ត្រកធំមួយទៅឲ្យអាសង្ហានេះជាកាដូពិសេសដែលខ្ញុំសន្យាទុកវាជានំអន្សមជ្រូកស្នូលប្រៃផ្អែមនិងផ្លែឈើស្រស់ៗដែលម៉ែខ្ញុំបេះពីចំការផ្ទាល់ដៃគាត់ផ្ញើជូនបងដើម្បីអរគុណដែលបានជួយមើលថែផ្ទះនិងមើលថែរក្សាអាហ្វីលអូហូអរគុណអូននិងអ្នកម្ដាយខ្លាំងណាស់បងពិតជាមានសំណាងមែនអាសង្ហាញញឹមបិទមាត់មិនចិត្តដោយសារតែយប់នោះមេឃស្រឡះល្អនិងមានខ្យល់បក់ត្រជាក់ល្ហឹមស្រីអនក៏បានបបួលអាសង្ហាញ៉ាំបាយល្ងាចជុំគ្នាជាមួយនំអន្សមនិងម្ហូបសាមញ្ញៗនៅក្នុងសួនច្បារអ្នកទាំងពីរអង្គុយញ៉ាំបណ្ដើរជជែកគ្នាកម្សាន្តបណ្ដើរយ៉ាងមានក្តីសុខរហូតដល់យប់ជ្រៅបន្តិចពន្លឺព្រះច័ន្ទនិងដួងតារារាប់ពាន់បានរះពេញផ្ទៃមេឃបង្កើតបានជាបរិយាកាសដ៏រ៉ូមែនទិកបំផុតអាសង្ហាសម្លឹងមើលទៅស្រីអនដែលកំពុងតែអង្គុយញញឹមពន្លឺព្រះច័ន្ទដែលជះមកលើទម្រង់មុខរបស់នាងធ្វើឲ្យនាងកាន់តែមានសម្រស់ស្អាតលើសដើមបេះដូងរបស់អាសង្ហាចាប់ផ្ដើមលោតញាប់គេដឹងថាពេលវេលាដែលគេត្រូវនិយាយពាក្យពិតក្នុងចិត្តបានមកដល់ហើយគេបានលូកដៃទៅកាន់ដៃរបស់ស្រីអនថ្នមធ្វើឲ្យនាងភ្ញាក់ព្រឺតបន្តិចតែมันបានដកដៃចេញឡើយនាងងើបមុខមកសម្លឹងភ្នែកគេទាំងអៀនព្រានស្រីអន
អាសង្ហានិយាយដោយសម្លេងស្រទន់និងមើងម៉ាត់ថាតាំងពីថ្ងៃដំបូងដែលបងបានជួបអូនទោះបីជាត្រូវអាហ្វៀលព្រុសដេញខាំក៏ដោយក៏ចិត្តរបស់បងមិនដែលគិតចង់រត់ចេញពីអូនឡើយក្តីស្រឡាញ់និងភាពទន់ភ្លន់របស់អូនបានធ្វើឲ្យបងលងស្នេហ៍ទាំងស្រុងមកដល់ពេលនេះបងច្បាស់ក្នុងចិត្តណាស់ថាបងចង់ធ្វើជាអ្នកការពារអូននិងចង់ធ្វើជាម្ចាស់ផ្ទះម្នាក់រួមជាមួយនឹងអូននិងអាហ្វៀលនៅទីនេះតើអូនព្រមទទួលយកក្តីស្រឡាញ់ពីបងទេឬពាក្យសារភាពស្នេហ៍ដ៏ផ្អែមល្ហែមនិងត្រង់បែបនេះស្រីអនអៀនរហូតដល់ធ្វើមុខឡើងក្រហមដូចជាផ្លែប៉ោមនាងអោនមុខចុះបន្តិចរួចងក់ក្បាលតិចទាំងស្នាមញញឹមចាស់បងសង្ហាតាមពិតទៅចិត្តរបស់ខ្ញុំក៏មានបងយូរមកហើយដែរបើគ្មានបងមកបំពេញភាពកក់ក្ដៅនិងជួយការពារទីនេះទេខ្ញុំក៏មិនដឹងថាថ្ងៃណាទើបបេះដូងខ្ញុំស្គាល់ពាក្យថាស្នេហាឡើយគ្រាន់តែឮចម្លើយភ្លាមអាសង្ហារំភើបចិត្តខ្លាំងរហូតដល់ស្ទុះទៅអបស្រីអនថ្នមចំណែកឯអាហ្វៀលវិញវាកំពុងតែដេកលក់ក្បែរនោះស្រាប់តែវាងើបក្បាលឡើងក្រឡេកមើលអ្នកទាំងពីរដែលកំពុងអោបគ្នាវាក៏ក្រវីកន្ទុយរួចដាក់ក្បាលចុះបន្តទៅទៀតហាក់ដូចជាយល់ព្រមនិងអបអរសាទរដល់សេចក្តីសុខរបស់ម្ចាស់ទាំងពីរបន្ទាប់ពីបានសារភាពស្នេហ៍និងយល់ចិត្តគ្នារួចមកសេចក្តីសុខរបស់អាសង្ហានិងស្រីអនកាន់តែផ្អែមល្ហែមដូចជាទឹកឃ្មុំខែប្រាំងប៉ុន្តែភារកិច្ចបន្ទាប់របស់គូស្នេហ៍គ្រប់រូបគឺការឆ្លងកាត់របាំងនៃគ្រួសារថ្ងៃមួយស្រីអនបានទទួលទូរស័ព្ទពីម្ដាយរបស់នាងថាគាត់នឹងឡើងមកលេងកូនស្រីនៅភ្នំពេញរយៈពេល2 ទៅ 3 ថ្ងៃបងសង្ហាម៉ែខ្ញុំគាត់ចិត្តមកដល់ហើយចុះបើគាត់មិនចូលចិត្តបងគិតយ៉ាងម៉េចទៅស្រីអននិយាយទាំងទឹកមុខបារម្ភព្រោះម្ដាយរបស់នាងជាមនុស្សម៉ឺងម៉ាត់និងស្រឡាញ់កូនស្រីខ្លាំងណាស់កុំបារម្ភអីស្រីអនបងជឿថាភាពស្មោះត្រង់របស់បងនឹងអាចយកឈ្នះចិត្តរបស់ម៉ែអូនបានដោយដែលបងធ្លាប់យកឈ្នះចិត្តរបស់អាហ្វៀលអញ្ចឹងអាសង្ហានិយាយទាំងលើកទឹកចិត្តបើទោះបីជាក្នុងចិត្តរបស់គេកំពុងតែភ័យអមិនចាញ់ការជួបអាហ្វៀលលើកដំបូងក៏ដោយលុះដល់ថ្ងៃណាត់ជួបអាសង្ហាបានរៀបចំខ្លួនយ៉ាងសមរម្យអាវធំខោជើងវែងសង្ហាដូចជាឈ្មោះរួចទិញកន្ត្រកផ្លែឈើដ៏មានតម្លៃដើរចូលទៅក្នុងផ្ទះស្រីអនពេលចូលទៅដល់គេបានឃើញស្ត្រីចំណាស់ម្នាក់រូបរាងរឹងមាំកំពុងអង្គុយនៅលើសាឡុងមើលមកគេដោយខ្សែភ្នែកពិនិត្យពិច័យតាំងពីក្បាលដល់ចុងជើងជំរាបសួរទៀនអ្នកម៉ែអាសង្ហាលើកដៃសំពះយ៉ាងទន់ភ្លន់និងមានសណ្ដាប់ធ្នាប់អង្គុយចុះមកសំឡេងមើងម៉ាត់របស់អ្នកម៉ែធ្វើឲ្យអាសង្ហាលេបទឹកមាត់ក្អឹកការសាកសួរប្រវត្តិរូបបានចាប់ផ្ដើមឡើងអ្នកម៉ែសួរដេញដោលតាំងពីប្រាក់ខែការងារគ្រួសាររហូតដល់គម្រោងការនាពេលអនាគតអាសង្ហាឆ្លើយតបទៅវិញយ៉ាងមានទំនុកចិត្តស្មោះត្រង់និងទន់ភ្លន់បំផុតដែលធ្វើឲ្យទុកមុខរបស់អ្នកម៉ែចាប់ផ្ដើមរសាយភាពតានតឹងបន្តិចម្ដងចំពេលដែលបរិយាកាសកំពុងតែល្អស្រាប់តែមានរឿងមួយដែលគ្រប់គ្នានឹកស្មានមិនដល់បានកើតឡើងអាហ្វៀលដែលជាធម្មតាកាចនិងមិនសូវចូលចិត្តអ្នកប្លែកមុខបានដើរចូលមកក្នុងផ្ទះអ្នកម៉ែដែលមិនសូវដឹងថាអាហ្វៀលវាខ្លាំងកម្រិតណាបានលូកដៃទៅបំរុងនឹងអង្អែលក្បាលរបស់វាម៉ែប្រយ័ត្នអាហ្វៀលវាកាចណាស់ស្រីអនស្រែកខាត់តន់ស្រីអនស្រែកខាត់មិនតន់អាហ្វៀលបើកភ្នែកធំបញ្ចេញសំឡេងក្រហមក្នុងបំពង់កបំរុងនឹងព្រុសវាយប្រហារទៅលើអ្នកម៉ែធ្វើឲ្យគាត់ភ្ញាក់ព្រឺតដកដៃវិញស្ទើរមិនទាន់ក្នុងវិនាទីដ៏គ្រោះថ្នាក់នោះអាសង្ហាបានស្ទុះទៅបាំងពីមុខអ្នកម៉ែភ្លាមរួចស្រែកខាត់អាហ្វៀលដោយសំឡេងមើងម៉ាត់ថាអាហ្វៀលអង្គុយចុះភ្លាមនេះជាអ្នកម៉ែទេណាមិនមែនជាអ្នកដតីទេគ្រាន់តែឮសំឡេងអាសង្ហាបញ្ជាភ្លាមអាហ្វៀលដែលកំពុងតែកាចក៏បក់កន្ទុយចុះដាក់គួតអង្គុយយ៉ាងស្លូតបូតរួចយកក្បាលមកញីនឹងជើងរបស់អាសង្ហាធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទស្សនវិជ្ជានេះធ្វើឲ្យអ្នកម៉ែបើកភ្នែកធំទាំងហួសចិត្តនិងកោតសរសើរគាត់
ងាកមកពិនិត្យមើលអសង្ហារួចសើចតិចៗអូហូឆ្កែនេះកាចណាស់ក្រៅពីស្រីអនម៉ែមិនដែលឃើញវាស្ដាប់បង្គាប់អ្នកណាឡើយឯងពូកែណាស់សង្ហាដែលអាចធ្វើឲ្យឆ្កែនេះខ្លាចនិងស្រឡាញ់បានថ្នាក់នឹងអ្នកម៉ែដើរមកទះស្មាអសង្ហាថ្នមទាំងទឹកមុខពេញចិត្តជាខ្លាំងមនុស្សដែលអាចយកឈ្នះចិត្តឆ្កែកាចនិងចេះការពារមនុស្សចាស់ក្នុងពេលមានអាសន្នបែបនេះជាមនុស្សដែលម៉ែអាចទុកចិត្តបានម៉ែលើកស្រីអនឲ្យឯងហើយមើលថែនាងឲ្យល្អផងណាឮពាក្យស្លាបជ័យពីអនាគតម្ដាយក្មេកអាសង្ហានិងស្រីអនសម្លឹងមុខគ្នាញញឹមទាំងក្តីរំភើបជាទីបំផុតរីឯអាហ្វៀលវិញវាក៏ដើរមកក្រាបក្បែរពួកគេទាំងពីរនាក់ហាក់ដូចជាចង់ចូលរួមដឹងឮក្នុងនាមជាសាក្សីស្នេហ៍ដ៏សំខាន់ម្នាក់ដែរ